ចង់ធ្វើសែងវិចស្រស់លក់តែអត់ទាន់ចេះធ្វើបងប្អូនមកមើលវីដេអូមួយនេះធានាជូនថាបងប្អូនដៃថ្មីជាពិសេសគឺចេះធ្វើលក់តែម្ដងជាដំបូងគឺយើងចាប់ផ្ដើមធ្វើការបត់ក្រដាសបែបនេះមកបងប្អូនបត់ក្រដាសហើយយើងលាវាយើងដាក់ជាមួយនឹងនំប៉័ងជាពិសេសគឺខាងយើងខ្ញុំមានទឹកម៉ាយ៉ូណេសជូរផ្អែមយកមកដាក់ពីលើនំប៉័ងបងប្អូនដាក់លើនំប៉័ងហើយយើងយកស៊ីលីកូមកបៀកទឹកម៉ាយ៉ូណេសជូរផ្អែមរបស់យើងចូលសាច់ជាមួយនឹងនំប៉័ងបងប្អូនចូលសាច់ជាមួយនំប៉័ងហើយយើងចាប់ផ្ដើមដាក់ក្តោបស្វាយហើយនឹងសាច់ផាត់បងប្អូនរសជាតិមួយនេះហើយខ្ញុំអែតជាមួយនឹងទឹកម៉ាយ៉ូណេសជូរផ្អែមពីលើបន្ថែមទៀតនឹងមានក្តោបស្វាយបងប្អូនហើយនឹងការ៉ុតផងដែរដាក់ជាមួយនឹងទឹកម៉ាយ៉ូណេសជូរផ្អែមបន្ថែមទៀតមានពងមាន់ដែលយើងស្ងោរស្រាប់យើងដាក់ពីលើវាមកបែបនេះមកបងប្អូនលាយជាមួយនឹងទឹកម៉ាយ៉ូណេសជូរផ្អែមឲ្យវាចាប់ជាតិជាមួយគ្នាហើយនឹងជាមួយនឹងទឹកពេញប៉ោះបងប្អូនយើងធ្វើការគ្រប់វាបែបនឹងមកតបមកទៀតគឺយើងចាប់ផ្ដើមធ្វើការខ្ចប់ហើយយើងរបៀបខ្ចប់នេះនៅក្នុងវីដេអូនឹងហើយបងប្អូនដៃថ្មីជាពិសេសអាចមើលបានអាចរៀនបានតាមនឹងបងប្អូនហើយខ្ញុំមានជាមួយនឹងជើងស្កុតបងប្អូនជើងស្កុតនេះខាងយើងខ្ញុំក៏មានលក់ដែរសម្រាប់បងប្អូនតម្រូវការអាចតាក់ទងមកបានណាបងប្អូនទាំងទឹកម៉ាយ៉ូណេសបងប្អូនធ្វើការបត់តាមដូចវីដេអូខាងលើនឹងមកណាបងប្អូនគឺវាស្អាតហើយរួចជាការស្រេចតែម្ដងនេះគឺជាបទពិសោធន៍ខាងយើងខ្ញុំឆ្លងកាត់និងធ្វើការចែកជូនទៅដល់បងប្អូនដែលជាអតិថិជនឬក៏បងប្អូនដែលកំពុងតែមើលណាបងប្អូនហើយហ្នឹងបងប្អូនគឺស្អាតតែម្ដងបន្ទាប់មកគឺយើងមានពុម្ពកាត់សេងវិចណាបងប្អូនប្រើពុម្ពកាត់សេងវិចវាងាយស្រួលមែនទែននៅក្នុងការកាត់ណាដើម្បីឲ្យវាចេញជារូបរាងស្អាតល្អដូចនៅក្នុងវីដេអូអញ្ចឹងបងប្អូនទំនងមែនទែនណាបងប្អូនចង់ធ្វើលក់បងប្អូនអាចតាក់ទងបានកំងគ្រឿងផ្សំក៏ដូចជារបៀបធ្វើខាងខ្ញុំនឹងចែករំលែកជូនបងប្អូនអរគុណច្រើនបងប្អូន